បើការសម្លាប់មេគ្រឿងញៀនមួយរូបដែលមានឥទ្ធិពលខ្លាំងបំផុតនៅមេក្ស៊ីកូត្រូវបានរដ្ឋាភិបាលបង្ហាញថាជាសញ្ញានៃអំណាចនិងការបដិសញ្ញានោះការឆ្លើយតបវិញគឺជាការបង្ហាញកម្លាំងពីក្រមការតែលនៅទូទាំងប្រទេសផ្លូវជាច្រើនត្រូវបានបិទរថយន្តនិងឡានក្រុងត្រូវបានដុតធ្វើឲ្យខូចខាតធនាគារនិងហាងជាច្រើនត្រូវបានដុតដោយក្រុមអក្រិតជនមានអំណាចដែលចង់បង្ហាញថាពួកគេនៅតែមានឥទ្ធិពលនិងព្យាយាមរារាំងការចាត់វិធានការបន្ថែមប្រឆាំងពួកគេប្រជាពលរដ្ឋម្នាក់បាននិយាយឥឡូវនេះពួកយើងគ្រប់គ្នាភ័យខ្លាចណាស់យើងចេញក្រៅតែពេលចាំបាច់ប៉ុណ្ណោះវាល្អដែលអាជ្ញាធរកំពុងបញ្ចប់អង្គការទាំងនេះប៉ុន្តែយើងនៅតែភ័យពីអ្វីដែលកំពុងកើតឡើងអ្នកមិនដឹងថាត្រូវប្រតិកម្មយ៉ាងដូចម្តេចឬធ្វើអ្វីទេទីក្រុងមួយដែលត្រូវបានវាយប្រហារគឺពូតូវ៉ាឡាតានៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកដែលជាគោលដៅទេសចរសំខាន់សម្រាប់ទេសចរអាមេរិកនិងក្នុងស្រុកទីក្រុងនេះត្រូវបានគ្របដណ្ដប់ដោយផ្សែងក្រាស់ពីអគ្គិភីជាច្រើនកន្លែងពូតូវ៉ាឡាតាស្ថិតនៅក្នុងរដ្ឋ Jalisco ដែលជាទឹកដីកំណើតរបស់មេគ្រឿងញៀនដែលគេស្គាល់ថា El Mencho អំពើហិង្សាភាគច្រើនបានកើតឡើងនៅទីនេះនិងក្នុងទីក្រុងដូចជា Guadalajara ប៉ុន្តែវាបានរាលដាលទៅឆ្ងាយជាងនេះទៀតដល់រដ្ឋជិតខាង Guanajuato ទៅកាន់ទីក្រុង Acapulco រដ្ឋ Oaxaca ទៅដល់ចុងបំផុតនៃឧបទ្វីប Yucatan និងទីក្រុងទេសចរ Cancun ទោះជាយ៉ាងណាចំណុចកណ្ដាលនៃហេតុការណ៍នេះគឺនៅ Tapalpa ជាទីកន្លែងដែលកងទ័ពបានបើកប្រតិបត្តិការនៅព្រឹកថ្ងៃអាទិត្យរដ្ឋាភិបាលមេក្ស៊ីកូបាននិយាយថាខ្លួនបានទទួលជំនួយពីព័ត៌មានស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកក្នុងការធ្វើប្រតិបត្តិការប្រឆាំងនឹង El Mencho ឬ Nemesio Oseguera Cervantes មេដឹកនាំយូរអង្វែងនៃក្រុមការតែល Jalisco New Generation ដែលសហរដ្ឋអាមេរិកបានប្រកាសរង្វាន់$15 លានសម្រាប់ព័ត៌មាននាំឲ្យចាប់ខ្លួនគាត់ត្រូវបានចោទថាមានការទទួលខុសត្រូវក្នុងការដឹកជញ្ជូនកូកាអ៊ីន Fentanyl និងសារធាតុញៀនផ្សេងៗឆ្លងកាត់ព្រំដែនអាជ្ញាធរបានឲ្យដឹងថាគាត់បានរងរបួសក្នុងប្រតិបត្តិការនោះហើយបានស្លាប់នៅលើផ្លូវបញ្ជូនទៅកាន់ទីក្រុងមេក្ស៊ីកូអភិបាលរដ្ឋ Jalisco បានអំពាវនាវឲ្យប្រជាពលរដ្ឋស្នាក់នៅផ្ទះគាត់បាននិយាយថាគោលបំណងសំខាន់របស់យើងចាប់តាំងពីព្រឹកមកគឺធានាសុវត្ថិភាពប្រជាពលរដ្ឋដូច្នេះពីកិច្ចប្រជុំសន្តិសុខដែលកំពុងប្រព្រឹត្តទៅជាបន្តបន្ទាប់នេះយើងបានប្រកាសអនុវត្តកូដក្រហមដែលនៅតែមានប្រសិទ្ធភាពនៅឡើយមេក្ស៊ីកូកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិកឲ្យចាត់វិធានការប្រឆាំងក្រុមការតែលដែលកាន់តែមានអាវុធទំនើបនិងគ្រប់គ្រងដែនដីមួយចំនួនព្រមទាំងបន្តសកម្មភាពអក្រិតកម្មមន្ត្រីអាមេរិកម្នាក់បាននិយាយថាឥឡូវនេះយើងនឹងចាប់ផ្ដើមវាយប្រហារលើដីពាក់ព័ន្ធនឹងក្រុមការតែលកំពុងគ្រប់គ្រងមេក្ស៊ីកូវាជារឿងគួរឲ្យសោកស្ដាយណាស់ក្នុងការមើលឃើញអ្វីដែលបានកើតឡើងចំពោះប្រទេសនោះពួកការតែលកំពុងដឹកនាំហើយពួកគេកំពុងសម្លាប់មនុស្សប្រហែល250,000នាក់ទៅ300,000នាក់ក្នុងប្រទេសរបស់យើងរៀងរាល់ឆ្នាំបន្ទាប់ពីយុទ្ធនាការរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុនប្រឆាំងនឹងទូកដឹកគ្រឿងញៀនដែលត្រូវបានចោទថាជារបស់វេណេស៊ុយអេឡានិងសូម្បីតែមានការគំរាមបំផ្ទុះលើដែនដីអធិបតេយ្យរបស់ប្រទេសដែលជាម្ចាស់សហការរៀបចំព្រឹត្តិការណ៍ World Cup រដូវក្តៅនេះការប្រឆាំងបែបនេះតែងតែត្រូវបានប្រធានាធិបតីមេក្ស៊ីកូ Claudia Sheinbaum បដិសេធប្រតិបត្តិការនៅថ្ងៃអាទិត្យនេះប្រហែលជាអាចបន្ធូរសម្ពាធមួយចំនួនបានសូមអបអរសាទរមេក្ស៊ីកូខ្ញុំសូមអបអរសាទរមេក្ស៊ីកូព្រោះរដ្ឋបាលរបស់លោក Trump កំពុងគំរាមកំហែងមេក្ស៊ីកូជាបន្តបន្ទាប់ដោយអះអាងថាចង់បញ្ជូនកងទ័ពទៅវាយប្រហារក្រុមការតែលហើយថាមេក្ស៊ីកូមិនបានធ្វើគ្រប់គ្រាន់ទេនេះជាសារដ៏មានអត្ថន័យខ្លាំងមួយទៅកាន់រដ្ឋបាលលោក Trump ថាមេក្ស៊ីកូកំពុងប្រយុទ្ធហើយប្រយុទ្ធយ៉ាងខ្លាំងនិងមានប្រសិទ្ធភាពប្រធានាធិបតី Sheinbaum បាននិយាយថារដ្ឋាភិបាលរបស់លោកស្រីកំពុងសហការជាមួយអាជ្ញាធរថ្នាក់រដ្ឋនានាហើយនៅភាគច្រើននៃប្រទេសស្ថានភាពកំពុងដំណើរការធម្មតាពេញលេញប៉ុន្តែអាកាសយានដ្ឋាន Guadalajara គ្រាន់តែជាកន្លែងមួយប៉ុណ្ណោះដែលស្ថានភាពមិនធម្មតាកំពុងកើតមានអ្នកដំណើររត់ឡើងទៅជាន់ខាងលើដោយព្រួយបារម្ភអំពីភ្លើងដែលអាចរាលដាលពីខាងក្រោមផ្លូវនៅក្នុងទីក្រុងស្ទើរតែទទេព្រោះប្រជាជនគោរពតាមការណែនាំឲ្យស្នាក់នៅក្នុងផ្ទះស្ថានភាពបន្តរហូតដល់យប់នៅទីក្រុង Leon ដែលជារដ្ឋធានីនៃរដ្ឋ Guanajuato បន្ទាប់ពីមួយថ្ងៃពោពេញដោយភាពចលាចលនិងអំពើហិង្សាគួរឲ្យភ័យខ្លាចប្រជាជនមេក្ស៊ីកនៅសល់តែសំណួរថាតើអ្វីនឹងកើតឡើងបន្ទាប់ឥឡូវនេះយើងមានវេជ្ជបណ្ឌិត Annette Idler ប្រធានកម្មវិធីសន្តិសុខសកលនៅសាកលវិទ្យាល័យ Oxford ចូលរួមជាមួយយើងអរគុណច្រើនដែលបានចូលរួមសំណួរបន្តគឺតើអ្វីនឹងកើតឡើងបន្ទាប់អាជ្ញាធរមេក្ស៊ីកនឹងព្រួយបារម្ភអំពីអ្វីហើយតើស្ថានភាពអ្វីខ្លះអាចកើតឡើងក្នុងពេលឆាប់ៗនេះក្នុងរយៈពេលខ្លីយើងទំនងជានឹងបន្តឃើញការបង្ហាញអំពើហិង្សានេះរួមមានការដាក់របាំងផ្លូវការដុតឡាននិងឡានក្រុងការវាយប្រហារលើហាងនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗយើងក៏បានឃើញថាក្រុមការតែវប្រើកម្លាំងអាវុធនៅក្នុងទីក្រុងដើម្បីបំភ័យប្រជាជនហើយពួកគេបន្តធ្វើដូច្នេះដើម្បីបង្ហាញថាពួកគេអាចធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់មនុស្សឈប់ដំណើរការបានសំណួរសំខាន់សម្រាប់អាជ្ញាធរមេក្ស៊ីកគឺថាតើកម្លាំងសន្តិសុខអាចគ្រប់គ្រងស្ថានភាពនេះឲ្យคล้ายជាភាពភ្ញាក់ផ្អើលរយៈពេលខ្លីបានទេឬវានឹងបន្តคล้ายជាវដ្តនៃអំពើសងសឹកនិងអ ுக ្រិតកម្មឆ្លៀតឱកាសពីក្រុមបែកបាក់ផ្សេងៗហើយក៏មានសំណួរថាតើនៅក្នុងអង្គការការតែវខឹងឯងអាចមានការបែងចែកជាក្រុមតូចៗប្រជែងអំណាចគ្នាដែរនេះទេតើការតែវផ្សេងៗអាចព្យាយាមចូលមកដណ្ដើមដែនដីដែលមុននេះស្ថិតក្រោមការគ្រប់គ្រងរបស់ El Mencho ឬអត់តើការបែកបាក់ប្រភេទណាខ្លះអាចកើតឡើងក្នុងបណ្ដាញអ ுக ្រិតកម្មរៀបចំនៅមេក្ស៊ីកវាអាចទៅបានខ្លាំងថាឥឡូវនេះយើងនឹងឃើញការប្រយុទ្ធគ្នារវាងអ្នកដែលអាចជំនួសតំណែង El Menchoគាត់គ្រាន់តែជាមេដឹកនាំម្នាក់ប៉ុន្តែជាមេដឹកនាំសំខាន់ណាស់ការសម្លាប់គាត់មានន័យនិមិត្តរូបខ្លាំងនិងជាសារនយោបាយដ៏ច្បាស់ប៉ុន្តែរចនាសម្ព័ន្ធរបស់អង្គការមិនមែនពឹងផ្អែកលើមនុស្សតែម្នាក់ទេ